នៅខាងមុខខ្ញុំនេះគឺជាប្រភេទOMAD ដែលមាន sensor វាស់ខ្សែដាច់ដែលគេហៅថា NCV ហើយអញ្ចឹងជំរាបខ្ញុំយករូបរាងផលិតផលណាឲ្យបងប្អូនមើលឃើញទេយើងវាទូចស្អាត slim ធំជាងប្រព័ន្ធបាតដៃខ្ញុំហើយអានេះមុខងារវាគឺពិសេសណាសម្រាប់វាស់ខ្សែដាច់នេះខ្ញុំចូលចិត្តនៅជាងគេហើយខាងនេះគឺជាវាស់ខ្សែដាច់ដែរដែលយើងប្រើប៉ូលនេះចាប់ជាប់ដូចគេហៅថាវាស់យ៉ូតវាស់អីចឹងហ្នឹងជាងអគិសនីគាត់ច្បាស់ជាងខ្ញុំបើខ្ញុំធំអ្នកលក់អញ្ចឹងយើងក៏បានដឹងខ្លះៗហើយអានេះនិយាយទៅវាមានមុខងារច្រើនមានវាស់ហឺតវាស់អំពែវាស់ច្រនភ្ជាប់ច្រនឆ្លាស់ AC DC NCV ហើយអានេះប្រភេទមានប្រភេទ set rank គេហៅ hole មាន hole ដើម្បីទិន្នន័យហ្នឹងយើងមើលជាប់នៅលើហ្នឹងអញ្ចឹងគឺវាពិសេសមែនតើមុខងារមានគ្រប់តែម្ដងហើយនេះកន្លែងនេះមាន7លានអូខេបើក7ឆ្លុះក្នុងទូភ្លើងទូអីបានមួយអេមកន្លែងនេះយើងប្រើនិយាយទៅដូចទូអូម៉ែទូទៅអញ្ចឹងពេលណាដែលយើងកាច់កន្លែងនេះវាបញ្ចេញព័ត៌មាននៅលើនេះអញ្ចឹងអានេះវាស់DC ច្រើនជាប់អញ្ចឹងវាលោតនៅកន្លែង DC អានេះវាស់ AC ច្រើនឆ្លាស់ខាងនេះវាលោតមកAC វាឃើញទេ220 វ៉ុលអេហើយចង់វាស់អំពែយើងអាចវាស់អំពែបានវាស់មើលថាដូចម៉ាស៊ីនជែកនេះចឹងស៊ីប្រមាណអំពែអីយើងអាចមើលដឹងនេះសារវាទឹះ tripod ឃើញលោតមក 5.5 អំពែហើយគៀបម្ខាងណាតែខ្សែខ្ញុំនេះអត់មានខ្សែដាក់ខ្សែតែទាំងអស់ហ្មងទាំងសងខាងហ្មងចឹងហើយយើងមិនមែនជាបច្ចេកទេសធ្វើឲ្យភ្ញៀវចឹងណានឹងធ្វើខ្លួនឯងគឺផ្ទះជាងមិនសូវស្អាតដូចផ្ទះភ្ញៀវទេហើយកន្លែងនេះ NCV វាស់មានភ្លើងអត់កាលណាដែលអាចចុចដតនេះវាញាប់អាហ្នឹងគឺនៅហ្នឹងភ្លើងច្រនភ្លើងខ្លាំងមែនតើហ្មងហើយបើមួយចេះច្រនភ្លើងហ្នឹងវាខ្សោយខាងនេះគឺភ្លើងខ្លាំង high vol ហ្មង high vol low vol វាមិនត្រឹមប៉ុណ្្នឹងទេបើធ្វើខ្សែរាក់អីមុំគឺយើងអាចវាស់ដឹងថាកន្លែងនេះមានភ្លើងអត់ភ្លើងអញ្ចឹងណាអញ្ចឹងគឺពិសេសអីហ្មងហើយមានមុខងារច្រើនទៀតដែរតែសារតែខ្ញុំបានធៀមអីវ៉ាន់អីដែលប្រាប់បងប្អូនអស់តេស្តមើលបងប្អូនអស់ឥឡូវយើងសាកតេស្តមើលវាស់ច្រន DC ម្ដងមើលយើងវាស់ថ្មទូបានអីក៏យើងបានថ្មម៉ាស៊ីនជែកយើងវាស់នេះបូកដកដៃមួយឈប់ខ្ញុំស្រែឲ្យបងប្អូនមើលសិនដៃមួយក៏អាចធ្វើការដែរនេះឃើញលោតវ៉ុលមកហើយ1 វ៉ុលជាង1 វ៉ុល5 1 វ៉ុលកន្លះអីអញ្ចឹងគឺពិសេសមែនទែនបងប្អូនអីវ៉ាន់មួយនេះមុខងារច្រើនតម្លៃសមរម្យហើយបាទចំពោះតម្លៃវិញគឺសឹងតែមិនគួរឲ្យជឿជាមួយនឹងប្រភេទ OMAD ដ៏ពិសេសនេះតម្លៃរបស់វាត្រឹមតែ$15តែប៉ុណ្ណោះហើយយើងក៏មានការ free ជូនសេវាដឹកជូនផងដែរគឺ free ជូនទាំង25ខេត្តក្រុងហើយបើបងប្អូនចង់បានកុំភ្លេចតាក់ទងមកកាន់សម្ភារៈជាងហើយបើតាក់ទងមកកាន់ Telegram មកគឺខាងបងប្អូនអាចសួរផ្ញើជា address ឬក៏លេខទូរស័ព្ទឬក៏រូបភាពផ្សេងៗអញ្ចឹងសូមអរគុណបងប្អូនទាំងអស់គ្នា